ថ្ងៃសុក្រទី25ខែមេសាឆ្នាំ2025លោកលឹមស៊ីងហេងប្រធានគណៈយុអនុសាខាកាត់មាត់ของកម្ពុជាក្រុងបាវិតលោកស្រីជូនសវណ្ណារីប្រធានគណៈកម្មាធិការអនុសាខាក្រុងនិងសហការីបានទទួលបច្ច័យទេយ្យទានពីព្រះវិសាធម្មគុណទេពវាសនាព្រះនុគុណក្រុងបាវិតព្រមទាំងប្រទូចាអធិការគ្រូអាចារ្យគណៈកម្មការទាំង19វត្តប្រគល់ដល់អនុសាខាកាត់មាត់ของកម្ពុជាក្រុងសម្រាប់ជួយឆ្លើយតបដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះអន្តរាយកើតឡើងនៅក្នុងក្រុងក្នុងការនោះព្រះវិសាធម្មគុណទេពវាសនាបានមានថេរនៃការចម្រើនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទของកម្ពុជាដែលមានសម្ដេចតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនជាប្រធានក៏ដូចជាសាខាកាកបាទของកម្ពុជាខេត្តស្វាយរៀងអនុសាខាកាកបាទของកម្ពុជាក្រុងបាវិតដែលបានអនុញ្ញាតឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទបានចូលរួមចំណែកធ្វើសង្ឃទានរួមគ្នាជាមួយកាកបាទของកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ជាមួយគ្នានេះលោកលឹមស៊ីងហេងប្រធានគណៈយុអនុសាខាក្រុងបាននាំមកនៅការផ្ដាំផ្ញើថ្លែងអំណរគុណនិងអរគុណពីសំណាក់ឯកឧត្តមពេញពោធិ៍សាប្រធានគណៈកម្មាធិការសាខាប្រពៃចំពោះទឹកប្រតិនិងចិត្តជ្រះថ្លារបស់ព្រះសង្ឃគណៈកម្មការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលបានចែករំលែកនៅទេយ្យទានទាំងអស់នេះមកជូនដល់អនុសាខាកាកបាទក្រុងនាពេលនេះសម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋក្នុងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះលោកប្រធានគណៈយុអនុសាខាបានបួងសួងដល់ព្រះគុណបុណ្យប្រតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកប្រោះព្រំផ្ដល់នៅពរជ័យសិរីសួស្តីសូមឲ្យព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្នុងសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍជានិច្ចសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមានព្រះសុខភាពល្អឲ្យជនមានអាយុយឺនយូរដើម្បីបន្តទៅទ្រង់វិស័យពុទ្ធសាសនាឲ្យបានគង់វង្សនិងរីកចម្រើនតរៀងទៅលោកលឹមស៊ីងហេងក៏បានសន្យាថាអំណោយទាំងអស់នេះអនុសាខាធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់គ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះតីរបស់ព្រះសង្ឃជាម្ចាស់ទានអំណោយដែលបានផ្ដល់ជូននាពេលនេះរួមមានអង្ករ675គីឡូក្រាមមី18កេសទឹកសុទ្ធ17កេសភេសជ្ជៈ20កេសដីខកំប៉ុង8យួរទឹកស្អ៊ី8យួរទឹកត្រី6យួរបាឡុង4អីវ៉ាំងម៉ាំងស្កូល17ឈុតប៊ីចេង5គីឡូក្រាមស្ករស5គីឡូក្រាមនិងបច្ច័យ3លានរៀល